bạn hayចំណុចមួយទៀតដែលចង់ណែនាំបងប្អូនដែរក្នុងដំណាក់កាលដែលកដោបវាចាប់ផ្ដើមសក់ច្រើនអញ្ចឹងណាបងប្អូនមកជាការល្អបងប្អូនកុំទៅរំខានវាអីយើងកុំកើបលិមួកកុំបដូរស្មៅវាចេញអីយើងគួរតែបដូរឲ្យបានមុនអានេះដោយសារតែខ្ញុំជាប់រវល់ធ្វើការងារផ្សេងអត់បានមើលវាដដល់ដល់ពេលអញ្ចឹងកដោបយើងសក់បានច្រើនហើយបានខ្ញុំសម្អាតលិមួករបស់វាបងបើសិនជាល្អបងប្អូនពិនិត្យមើលវាឃើញតែវិញសក់បានចេញស្លាប់បាន1 2ហើយបងប្អូនត្រូវសម្អាតវាបានស្អាតហើយបានមុនពេលវាសក់បងប្អូនគិតគូរថ្ងៃទៅដល់ពេលចិត្តដល់តែថ្ងៃវាត្រូវសក់បងប្អូនសម្អាតឲ្យហើយបើមិនចឹងទេបងប្អូនរើវាទៅគឺវាប៉ះពាល់ដល់កដោបដោយសារកដោបយើងពេលសក់ហ្នឹងគឺវាខ្សោយដល់ពេលវាខ្សោយហើយជាពិសេសនៅដំណាក់កាលដល់ពេលវាដោះស្លាប់នេះគឺវាស៊ីគ្នាណាប៉ះគ្នាគឺវាស៊ីប៉ះវាគឺខំហើយវាអញ្ចឹងធ្វើឲ្យកដោបយើងងាប់ច្រើនហើយនេះដោយសារតែខ្ញុំចូលរវល់អញ្ចឹងហើយបានខ្ញុំសក់ខ្ញុំសម្អាតនៅដំណាក់កាលនេះបងប្អូនចឹងម៉ាស៊ីនជាបងប្អូនតាមដានបានដល់បងប្អូនគួរតែសម្អាតពេលបានមុនណាបងប្អូនជាការល្អកុំឲ្យកដោបយើងបាត់បង់ច្រើនមកឥឡូវនេះឃើញវាឡើងសក់ច្រើនណាបាទវាដល់ពេលវាឡើងសក់ដំណាក់កាលនេះគឺដំណាក់កាលដែលមានបញ្ហាប្រឈមមើលឃើញវាទៅខំស៊ីគាត់ច្បាស់មានសក់ហើយនឹងផ្សេងវាទៅស៊ីអានេះជាបញ្ហាប្រឈមដែរអញ្ចឹងហើយបើសិនជាយើងធ្វើឲ្យវាផ្អើលខ្លាំងវាទៅប៉ះគ្នាវារត់ទៅខំគ្នារត់ទៅខ្លាំងអញ្ចឹងវីដេអូហ្នឹងចង់ណែនាំបងប្អូនតែប៉ុណ្្នឹងទេបងប្អូនដែលធ្លាប់ចំហើយប្រហែលជាដឹងហើយតែបងប្អូនដែលមិនទាន់ធ្លាប់ចំបងប្អូនគួរតែសម្អាតត្រង់ឲ្យបានមុនសម្អាតលិមួកប្រមូលស្មៅចេញឲ្យបានមុនកដោបសក់ដើម្បីកុំឲ្យប៉ះពាល់ដល់កដោបកុំឲ្យបាត់បង់ច្រើនបងប្អូនអរគុណបងប្អូន